សួស្តីបងប្អូនទាំងអស់គ្នាបាននេះគឺជាទស្សនវិជ្ជាវាលស្រែបាននៅក្នុងទឹកដីនៃខេត្តស្វាយរៀងនៅថ្ងៃទី7ខែសីហាឆ្នាំ2026បងប្អូនបាទហើយអត់មានភ្លៀងធ្លាក់ទេបងប្អូនភ្លៀងតិចតិចសម្រាប់នៅទឹកដីនៅខេត្តស្វាយរៀងបាទចុះខេត្តផ្សេងអាកាសធាតុភ្លៀងមិនដែរបងប្អូនបានធ្វើស្រែធ្វើស្រូវហើយនៅបាទចំណែកខ្ញុំគឺបានព្រោះបានបន្តិចទេបងប្អូនព្រោះបាន2វាស្រែទេបាទប៉ុន្តែស្រែផ្សេងទៀតគឺមិនទាន់បានព្រោះនៅឡើយទេដោយសារវាអត់ទាន់មានទឹកបងប្អូនអត់ទាន់មានទឹកសម្រាប់ព្រោះបាទហើយបងប្អូនមើលស្រូវខ្លះក៏ចង់ស្វិតសពូនទៅវិញអស់ហើយដោយសារអត់មានទឹកភ្លៀងបងអល់មកសោះបងប្អូនយើងបាទមកដែរប៉ុន្តែមកតិចតួចអញ្ចឹងយើងអត់អាចព្រោះស្រូវបានបាទនៅនេះនៅខេត្តស្វាយរៀងឲ្យទាល់តែមានភ្លៀងធ្លាក់ទើបយើងអាចព្រោះស្រូវបានអញ្ចឹងបងប្អូនប៉ុន្តែនៅតំបន់ខ្លះគេព្រោះស្រូវអត់ទាន់មានភ្លៀងធ្លាក់ទេបាទប៉ុន្តែជាប្រពៃណីសម្រាប់អ្នកខេត្តស្វាយរៀងវាទាល់តែវាទឹកបានយើងអាចព្រោះស្រូវបានបាទហើយយើងឃើញថាបងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងភាគច្រើនគឺគាត់អត់ទាន់បានព្រោះស្រូវនៅឡើយទេបងប្អូនយើងបាទដោយឡែកខ្ញុំគឺព្រោះបានមួយស្រែពីរស្រែបងប្អូននៅចិត្តផ្ទះប៉ុន្តែមេឃវានៅអត់ទាន់មានភ្លៀងហើយស្រូវដែលយើងបានព្រោះហើយគឺស្វិតសពូនគ្រីមក្រោះអញ្ចឹងបងប្អូនដូចមើលឃើញជាក់ស្ដែងអញ្ចឹងបាទចង់ងាប់ទៅវិញអស់ហើយ